ខ្ញុំឈ្មោះផាន់សុផនហើយខ្ញុំជា founder របស់ Sañ Coffee by Feel Good Cafe គោលដៅរបស់ Sañ Coffee by Feel Good ហ្នឹងយើងបង្កើត Sañ ឡើងដើម្បីជា social business មួយយើងអនុញ្ញាតឲ្យអ្នកកថ្លង់គាត់មកធ្វើការយើងបានយើងបានជួយសង្គមទៀតអញ្ចឹងហើយបានយើងបង្កើត Sañ Coffee ឡើងបច្ចុប្បន្ន Sañ Coffee យើងមានអ្នកកថ្លង់3នាក់ខ្ញុំគិតថាមេរៀនហ្នឹងល្អដែលរៀបចំដោយ MIV ហើយក្រោមការឧបត្ថម្ភរបស់ទូតអូស្ត្រាលីខ្ញុំគិតថាមេរៀនហ្នឹងល្អដែលវាបង្ហាញឲ្យអ្នកធ្វើអាជីវកម្មទាំងអស់ដឹងថារបៀបដើរពីដំណាក់កាលមួយទៅដំណាក់កាលមួយវាមិនភាពខ្វះខាតយើងនៅតាណាធៀបពិតអីតែតើ business plan ហ្នឹងយើងធ្លាប់រៀនពីមុនហើយប៉ុន្តែពេលយើងទៅដល់ដូច refresh យើងឡើងវិញអញ្ចឹងហើយចំណុចដែលពិសេសនោះគឺតើតើនឹងជាពិសេស digital marketing ដែលអ្នកខ្លះគាត់មាន product ច្រើនណា product ខ្ញុំគិតថាខ្មែរយើងមាន product ក្នុងស្រុកផលិតក្នុងស្រុកច្រើនណាប៉ុន្តែពួកគាត់អត់ទាន់ដឹងថាត្រូវបង្ហាញ product ឲ្យគេស្គាល់មិនអញ្ចឹងចំណុចមួយតើតើនៅក្នុងសិក្ខាសាលាតើតើ digital marketing ល្អ